ជំនាញព្រំដែនរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនោះទេព្រោះបើសិនជារៀនដូចជារៀនពីរបៀបកាត់ទឹកដីខ្មែរទៅឲ្យប្រទេសថៃប្រទេសវៀតណាមដើម្បីដូរយកសន្តិភាពនិងអំណាចហើយដូច្នេះគាត់អត់ចង់រៀនពីរបៀបកាត់ទឹកដីឲ្យបរទេសនោះទេអាហ្នឹងគាត់ឆ្លើយតបចឹងអាចទេដែលថាការដែលរៀននេះមិនមែនត្រឹមរៀនទេយើងអាចក៏ដឹងថាតើរបៀបកាត់ទឹកដីឲ្យបរទេសដើម្បីការពារអំណាចហ្នឹងគេកាត់របៀបណាអញ្ចឹងហើយយើងស្រួលវាយបកទៅវិញឬក៏យើងក៏ទីហោថារៀនយើងត្រូវរៀនអ្វីដែលជាក់ស្ដែងឥឡូវដូចយើងតែងតែចោទលើរដ្ឋាភិបាលរបបក្រុងភ្នំពេញរដ្ឋាភិបាលអូកូនហ្នឹងថាតែងតែបិទបាំងមិនឲ្យពួកយើងនឹងដឹងពីការវាស់វែងព្រំដែនឬអីតែងតែធ្វើស្ងាត់ដោយបរទេសហើយក៏ចេញជាការវាស់បង្គោលឥឡូវរឿងនេះយើងរៀនទៅលើជាក់ស្ដែងតើអាដាមព្រមទេពីថាឥឡូវវាស់បង្គោលអញ្ចឹងត្រូវមានឡូវថាអាដាមចូលស្រុកបានចុះមានអ្នកតំណាងអាដាមឲ្យទៅមើលកន្លែងបង្គោលហ្នឹងទៅរៀនសូត្រអ្វីដែលជាក់ស្ដែងហ្នឹងតើអាដាមយល់យ៉ាងណាបញ្ហានេះអាដាមធម្មតាទៅហ្នឹងគេលាក់ព័ត៌មានយើងគេមិនទៅប្រាប់យើងពីចំណុចខ្សោយរបស់គេដែលកាត់ទឹកដីទៅឲ្យបរទេសនោះទេដូច្នេះយើងមិនចង់ទៅរៀនពីបើយើងកាន់ផែនទីដែលយើងយកមកយើងមាននៅយកពីសភាអាមេរិកឬយកពីបារាំងនេះយកទៅជាមួយគេថានេះអានេះគេចេះយើងមិនមែនថាដូចគ្រូឲ្យសិស្សអញ្ចឹងចុះថាយើងទៅរៀនពីគេចុះប៉ុន្តែយើងក៏មានអំណាចរបស់យើងដែរអាហ្នឹងនៅតែមិនដែរអាដាមមិនអត់ប្រយោជន៍ដូចលោកបណ្ណាទៅរៀនជាមួយចៅបានផលប្រយោជន៍មានជួលដៃជាមួយចៅហ្នឹងឯងវាអត់បានផលប្រយោជន៍បើសិនជាមេចៅមួយថាលោកមករៀនជាមួយខ្ញុំហ្នឹងដើម្បីរកយុទ្ធធម៌វាមិនអាចទៅរៀនជាមួយចៅដើម្បីរកយុទ្ធធម៌ឲ្យជនរស់គ្រោះទេយល់ទេដូច្នេះវាអត់បានកាយទេទៅរៀនជាមួយចៅគឺថាមានតំស្រួលហ្នឹងគឺអាចចៅដាក់ថ្នាំសម្រាប់ឬក៏អាចចាប់បើថាជាមួយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតទៅដល់គេចាប់ដាក់គុកបាត់ហើយឃើញទេមានបានទៅរៀនអីឃើញទេដូច្នេះវាអត់បានផលទេពេលរៀនពីជាមួយចៅយកចៅធ្វើជាគ្រូអាហ្នឹងនិយាយភាសាខ្លីចឹងទៅអាហ្នឹងវាងាយយល់នេះវាអត់បានកាយទេទៅរៀនចឹងទៅខ្ញុំចង់សួរអាដាមវិញថាឥឡូវទីហោថាឥឡូវមានឥឡូវបញ្ហាព្រំដែនដែលយើងនិយាយថាគេតែងតែលាក់បាំងឬក៏អីអញ្ចឹងចុះឥឡូវទីហោថាយើងអាចដាក់លិខិតអីចំហឬក៏ធ្វើការទាមទារចំហអីទេថាឲ្យអង្គការសង្គមស៊ីវិលឬក៏ប្រជាពលរដ្ឋដែលដូចអាដាមតែងតែលើកឡើងឲ្យទៅតាមដាននឹងអស់គ្នាថាតើព្រំដែនបកគោលថ្មីបកគោលរណបហ្នឹងតើពិតប្រាកដអត់មានទាំងអង្គការឯករាជ្យមានទាំងប្រជាពលរដ្ឋជាក់ស្ដែងអីរស់នៅទីហ្នឹងហើយមានការផ្សព្វផ្សាយជាការទលំទលាយឲ្យពិភពលោកឲ្យបងប្អូនខ្មែរនៅពិភពលោកបានដឹងអាហ្នឹងអាដាមយល់យ៉ាងណាដែរតើអាទម្រង់បែបហ្នឹងបាទដែលខ្ញុំទៀមទានោះគឺថាទៀមទាធ្វើម៉េចឲ្យប្រជាប្រដ្ឋដែលនៅតំបន់ចំនួនហ្នឹងក៏អាចទៅមើលខ្លំមើលការបោះបង្គោលថាបោះបង្គោលអាចជួលដីស្រែចំការរបស់ពួកគាត់អត់អាហ្នឹងជារឿងសំខាន់ហើយឲ្យសង្គមស៊ីវិលមន្ត្រីបពប្រឆាំងទៅខ្លំមើលការបោះឆ្នោតឲ្យអ្នកជំនាញព្រំដែនទៅខ្លំមើលបាទទៅមើលខ្លំមើលការបោះបង្គោលព្រំដែនហ្នឹងហើយនឹងឲ្យអ្នកកសែតនឹងអាចទៅយកព័ត៌មានពីការបោះបង្គោលព្រំដែនម្ដោះអាសន្នហ្នឹងផងដែរណាអាហ្នឹងឲ្យទៅចូលរួមមើលអញ្ចឹងឯងបានជារឿងត្រឹមត្រូវមិនមានទៅរៀនអីពីណាទេហើយខ្ញុំចង់បញ្ចប់បន្តិចគឺថាខ្ញុំមិនចង់ទៅរៀនឬក៏ឲ្យអ្នកជំនាញរបស់ខ្ញុំឬក៏សហការីរបស់ខ្ញុំទៅរៀនពីការបោះបង្គោលព្រំដែនឬក៏បច្ចេកទេសព្រំដែននោះទេខ្ញុំចង់ឲ្យលោកហ៊ុនម៉ាណែតបញ្ជូនក្រុមជំនាញរបស់គាត់ហ្នឹងមករៀនពីខ្ញុំវិញរៀនពីការបោះបង្គោលព្រំដែនឬក៏រៀនពីជំនាញផែនទីហ្នឹងដែលអាចការពារទឹកដីខ្មែរជាជាងរៀនពីការកាត់ទឹកដីខ្មែរទៅឲ្យបរទេសជិតខាងអាហ្នឹងវាប្រសើរជាងអាហ្នឹងដែលយើងទៀមទាបាទអរគុណណាស់អាដាមអញ្ចឹងអ្វីដែលអាដាមចង់បានហ្នឹងមិនបាច់ចាំគណៈកម្មការរបស់អាដាមហ្នឹងទៅរៀនទេព្រោះយើងច្បាស់ហើយពីបញ្ហាព្រំដែនហ្នឹងយើងរៀនយើងចេះហើយយើងទៅរៀនឯទៀតយើងច្បាស់ហើយមួយវិញទៀតយើងបើថាយើងមិនចេះអាហ្នឹងបានយើងរៀនអាហ្នឹងស្នើតែមួយយ៉ាងទេសុំឲ្យតែការបោះបង្គោលព្រំដែនហ្នឹងឲ្យតែប្រជាពលរដ្ឋម្ចាស់ដីហ្នឹងឲ្យគាត់បានទៅមើលផ្ទាល់នៅអាដីដែលជាប់អាកន្លែងបោះបង្គោលព្រំដែនឬក៏ម្ចាស់ដីនៅហ្នឹងជាពលរដ្ឋផ្ទាល់ឬក៏
សង្គមស៊ីវិលណាដែលឯករាជ្យហើយនឹងអ្នកព័ត៌មានហ្នឹងឲ្យផ្សព្វផ្សាយឲ្យទូលំទូលាយហ្នឹងគឺវាល្អពេកហើយមិនបាច់ចាំមានអ្នកណាទៅរៀនទេព្រោះអាដាមក្រុមការងារអាដាមហ្នឹងគឺសិក្សារឿងហ្នឹងគឺច្រើនឆ្នាំហើយទៅដល់តាំងពីកន្លែងតម្កល់ផែនទីកន្លែងផ្សេងអីសពបែបហ្នឹងយើងផ្សព្វផ្សាយជាសាធារណៈទៀតយើងអត់មានការលាក់លៀមបិទបៀតអីដូចតកូលហ៊ុនគេធ្វើទេហើយអញ្ចឹងហើយអាដាមក៏បានបញ្ជាក់ហើយថាបើពួកហ្នឹងខ្វះកិច្ចការងារបច្ចេកទេសឬអីណាមករៀនជាមួយនឹងក្រុមការងារបច្ចេកទេសរបស់អាដាមអាចបរៀនបានហ្នឹងហើយគឺល្អមែនទែនអញ្ចឹងមានអីចុងក្រោយអាដាមដោយសារតែពេលវេលារបស់យើងក៏មានកំណត់ហើយដែរហើយពុកម៉ែបងប្អូនអធិស្ឋានផងខ្ញុំតាំង1ម៉ោងនេះគឺខ្ញុំដូចខ្ញុំនិយាយទៅឯងអញ្ចឹងខ្ញុំឃើញតែខ្ញុំអិចសកម្មភាពនោះគឺតែខ្ញុំអាដាមគឺនៅជាប់គាំងលើ screen ហ្នឹងអញ្ចឹងហើយវាមានការរអាក់អួលបច្ចេកទេសដោយសារតែកុំព្យូទ័ររបស់ខ្ញុំវាមានបញ្ហា speaker ដល់អញ្ចឹងហើយខ្ញុំប្រើកុំព្យូទ័របានខ្ញុំប្រើទូរស័ព្ទទៅវាដូចវាមេនឹងវាតិចមិនដូចវាកាំងទៅចុងក្រោយនេះបានឃើញសកម្មភាពអាដាមនិយាយអីឆ្លើយឆ្លងវិញខ្ញុំរស់រវើកវិញសូមចេញអាដាមចុងក្រោយបាទខ្ញុំចង់បញ្ជាក់បន្តិចចំពោះការបោះមង្គលមនោសននៅភូមិជោគជ័យភូមិប្រចានេះគឺបោះចូលដៃខ្មែរយើងដូចខ្ញុំបានជម្រាបអញ្ចឹងគឺប្រហែលជា2 គីឡូម៉ែត្រកន្លះទៅ3 គីឡូម៉ែត្របាទចូលជ្រៅមែនទែនហើយយើងឃើញថាការបោះមង្គលហ្នឹងវាមិននៅកន្លែងបន្លាលុះទេវាចូលទៅក្នុងបន្តិចក៏ប៉ុន្តែដែលទីតាំងមង្គលលេខ42 43រហូតដល់47ហ្នឹងគឺថាវានៅទីតាំងថ្មីដូច្នេះគេបោះមង្គលរណបម្ដងអសនហ្នឹងចន្លោះពីមង្គល42 43ហ្នឹងគឺបោះពាក់កណ្ដាលសឹងតែពាក់កណ្ដាលនៃភូមិជោគជ័យនិងភូមិព្រៃចានណាហើយទៅពេលរបស់ហើយហ្នឹងមិនប្រកាសថាថៃយល់ព្រមឲ្យដីមកយើងខ្លះដែលគេបោះមង្គលហ្នឹងដែលអាចបានដីខ្លះមកវិញដូចថា100%យើងបានប្រហែលជា10%អីមកវិញហ្នឹងគឺមិនប្រកាសថាថៃឲ្យមកយើងនោះទេព្រោះថៃកំពុងគ្រប់គ្រងណាប៉ុន្តែគេបោះមង្គលហ្នឹងដើម្បីស្ទង់មើលដែលគេហៅថាមង្គលបណ្ដោះអាសន្នដើម្បីស្ទង់មើលថាយើងចូលដីថៃប្រមាណថៃចូលដីយើងប្រមាណបើសិនជាយើងចូលដីថៃត្រូវជំនះប្រជាប្រដ្ឋនឹងចេញបើថៃចូលដីយើងហ្នឹងជំនះប្រជាប្រដ្ឋថៃចេញប៉ុន្តែដូចខ្ញុំថាចឹងទោះបីដែលថាថៃយើងចូលដីថៃហ្នឹងក៏ដោយមិនមានដីថៃទេដីរបស់យើងព្រោះដីរបស់យើងនៅ2 គីឡូម៉ែត្រកន្លះកមុកអញ្ចឹងគាត់ចង់និយាយថាដីដែលថាយើងចូលដីថៃនោះដែលរដ្ឋាភិបាលលោកហ៊ុនសែនសំទោសរដ្ឋាភិបាលលោកហ៊ុនម៉ាណែតថាអាចចូលដីថៃហ្នឹងគឺដីយើងទេក៏ប៉ុន្តែគាត់ថាសពថ្ងៃនេះថៃគ្រប់គ្រងអញ្ចឹងណាដីហ្នឹងណាដីដូចនៅភូមិជោគជ័យភូមិព្រៃចានឃើញយើងឃើញកន្លងមកហើយគឺគេបានដោះមីនហើយគេបកគលដីហ្នឹងទៅឲ្យពលរដ្ឋថៃអាហ្នឹងចេះមកគេថាដីរបស់ថៃតែពិតមិនមែនទេគឺដីរបស់យើងបាទក៏ប៉ុន្តែអានោះគេនៅស្ទង់មើលចំណុចហ្នឹងហើយបានគេឯកភាពគ្នាទៅលើមង្គលម្ដងអាសន្ននៅភូមិជោគជ័យនៅភូមិប្រចាំអញ្ចឹងហើយបានជាលោកមនថាកុំសួររឿងចំណេញឬខាតគឺធ្វើម៉េចកំណត់ទៅតាមអ្វីដែលជាផែនទីຂະຫນາດ1លើ200 ប៉ុណ្ណនោះទៅអញ្ចឹងមានថាក៏ទទួលស្គាល់ថាខាតដែរមិនសួរចំណេញឬខាតមានថាខាតដែរឃើញទេដូច្នេះវាអាចបន្ទាប់ពីការបោះមង្គលហើយហ្នឹងគឺភូមិជោគជ័យនៅភូមិប្រចាំនឹងបាត់ហើយអាចប្រជាប្រដ្ឋខ្មែរចំនួនជាង200គ្រួសារដែលរស់នៅភូមិជោគជ័យនិងភូមិព្រៃចានហ្នឹងនឹងជំនះទៅតំបន់ផ្សេងទៀតដោយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃថាប្រជាប្រដ្ឋខ្មែរចំនួនជាង200គ្រួសារហ្នឹងនឹងត្រូវជំនះចេញពីភូមិទាំងពីរហ្នឹងបន្ទាប់ពីការបោះមង្គលរួចហើយដូច្នេះបើសិនជាអញ្ចឹងមានគឺថាគេនឹងរដ្ឋាភិបាលហ៊ុនម៉ាណែតហ្នឹងគឺនឹងរកទីតាំងថ្មីហើយនឹងធ្វើផ្ទះឲ្យថ្មីឬក៏ធំជាងមុនអញ្ចឹងដើម្បីលួងចិត្តអញ្ចឹងណាគឺជំនះចេញពីភូមិពីរហ្នឹងទៅនៅតំបន់ផ្សេងទៀតអាហ្នឹងវាអាចនឹងកើតឡើងនៅពេលគេឯកភាពគ្នាទៅលើទីតាំងនៃបង្គោលម្ដងអាសន្នដែលបោះនៅភូមិជោគជ័យនៅភូមិប្រច័នអាហ្នឹងណាដូច្នេះយើងព្រួយបារម្ភថានឹងបាត់ដីខ្មែរយើងច្រើននៅភូមិជោគជ័យនៅភូមិប្រច័នហ្នឹងរហូតដល់បាត់2 គីឡូម៉ែត្រទៅ3 គីឡូម៉ែត្រព្រោះដូចខ្ញុំថាអញ្ចឹងបង្គោលលាក់42 43កាលពីមុនតាមលោកយ៉ាងមិនឆៃនិយាយគឺនៅកន្លែងប្រាសាទស្រកកក់ធំឥឡូវមកនៅភូមិព្រៃចានដែលចូលដៃខ្មែរយើងប្រហែលជា2 គីឡូម៉ែត្រកន្លះហើយអត់ព្រមចរចាគ្នាដើម្បីយកមង្គលលេខ42 43នឹងទៅដាក់នៅទីតាំងចាស់បែរជាមកឯកភាពគ្នានៅលើទីតាំងនៃមង្គលថ្មីហ្នឹងមកឯកភាពគ្នានៅលើទីតាំងថ្មីនៃមង្គលហ្នឹងអញ្ចឹងវាធ្វើឲ្យបាត់ដីខ្មែរយើងហើយអាហ្នឹងយើងឃើញថាជាការ
បោះបង្គោលហ្នឹងកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពណាហើយតាមពិតបើសិនចង់បានដីខ្មែរយើងនៅភូមិជោគជ័យនៅភូមិប្រច័នណាជំរឿនមានតែពីរទេអឺគឺប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឬក៏ប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991អាហ្នឹងมันអាចបានមកវិញបើសិនជាយើងចរចាដោយលោកហ៊ុនម៉ាណែតចរចាទ្វេភាគីជាមួយថៃអញ្ចឹងគឺថៃមិនអោយនោះទេថៃកំពុងគ្រប់គ្រងភូមិទាំងពីរហ្នឹងឃើញទេហើយចំណុចទី2គឺថាមានតែទៅរើម្លាលោះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឲ្យកងកម្លាំងទៅរើម្លាលោះនៅភូមិជោគជ័យភូមិប្រចាហ្នឹងយកមកវិញមកឬក៏ច្បាំងយកមកវិញមកអាហ្នឹងมันអាចបានមានតែទី1គឺថាប្តឹងទៅ ICJ និងអឺសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស91ទី2ទៅរើម្លាលោះយកដីហ្នឹងមកវិញអាហ្នឹងមិនបានបើសិនជាមិនធ្វើតាមជំរឿពីរហ្នឹងទេគឺយកមិនបាននោះទេតាមរយៈការចរចាទ្វេភាគីនៅពេលដែលចាញ់ប្រៀបថៃនៅពេលដែលថៃគេគ្រប់គ្រងភូមិទាំងពីរហ្នឹងរឿងអីគេឲ្យមកយើងហើយនៅពេលដែលគេអនុញ្ញាតឲ្យយើងជួលទៅហ្នឹងទៅបោះវាញបោះមកគោម្ដងអសហ្នឹងគឺថាថៃគេគ្រប់គ្រងតំបន់ហ្នឹងដូចយើងទៅបោះមកគោក្រោមចុងកំណុងកំភ្លើងរបស់ថៃយ៉ាងឯងព្រោះថៃគេគ្រប់គ្រងតំបន់ហ្នឹងអញ្ចឹងបើសិនជាមិនយល់ព្រមទៅតាមថៃថាបោះទីតាំងនេះទេគេអាចនឹងចាប់អ្នកបោះមង្គលព្រំដែនរបស់ភាគីកម្ពុជាហ្នឹងដោយចំណាប់ខ្មាំងដែលគេចាប់ទាហានយើង18អ្នកដែលធ្វើជាចំណាប់ខ្មាំងយ៉ាងឯងឃើញទេអាហ្នឹងយើងឃើញថាការបោះមង្គលហ្នឹងគឺចាញ់ប្រៀបថៃមែនទែនដោយសារទឹកដីហ្នឹងថៃគេគ្រប់គ្រងបើសិនជាមិនចំណេញថៃមិនយល់ព្រមនោះទេបើសិនជាខាតថៃនោះថៃរឿងអីទៅឲ្យទៅបោះបង្គោលនៅកន្លែងទីតាំងដែលគេចូលជើងហ្នឹងអាហ្នឹងយើងឃើញចាក់ស្ដែងអញ្ចឹងណាហើយមួយទៀតដែលចន្លោះបង្គោលលេខ52ដល់59ហ្នឹងគឺថាគេបោះបង្គោលម្ដងសនហើយគេនឹងធ្វើរបងតែម្ដងធ្វើរបងព្រំដែនតែម្ដងហើយគេថាធ្វើរបងហើយគឺចប់ហើយពិបាកតវ៉ាហើយលោកហ៊ុនសែនក៏ថាកំពុងនេះចរចាគ្នាហើយនឹងបោះបង្គោលម្ដងសនហ្នឹងគឺកម្ពុជាកំពុងប្រមូលផលដើមរដូវហើយប្រមូលផលដើមរដូវអីប្រមូលផលនៅទទួលកសាំងហ្នឹងប៉ុន្តែថៃគ្រប់គ្រងនៅតាមព្រំដែនហ្នឹងអញ្ចឹងថៃអញ្ចឹងមានថាលោកហ៊ុនសែនក៏ប្រមូលផលនៅទូកសាំងតែថៃប្រមូលផលនៅតាមព្រំដែនហ្នឹងយើងឃើញចាក់ស្ដែងហើយភូមិជោគជ័យភូមិព្រៃច័ន្ទថៃគ្រប់គ្រងប្រាសាទតាម៉ុនធំថៃគ្រប់គ្រងច្រកអានសេះថៃគ្រប់គ្រងភ្នំត្រប់ថៃគ្រប់គ្រងចាក់ច្រែងតសឹមថៃគ្រប់គ្រងកាលពីមុនយើងគ្រប់គ្រងឥឡូវនេះគឺគ្រប់គ្រងម្នាក់ពាក់កណ្ដាលនៅតសឹមហើយនៅចាក់ច្រែងហ៎អាហ្នឹងយើងឃើញចាក់ស្ដែងអញ្ចឹងហ៎ហើយមួយទៀតយើងមើលនេះក្នុងដែលគេថាសេចក្តីប្រកាសរួមនេះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជានៅថៃនៅខេត្តច័ន្ទបុរីប្រទេសថៃហ្នឹងកាលពីថ្ងៃទី21ដល់ថ្ងៃទី22ខែតុលាឆ្នាំ2025ខ្ញុំមើលក្នុងសេចក្តីថ្លែងការសេចក្តីប្រកាសរួមនេះគឺថាអត់មានចំណុចណាមួយដែលបញ្ជាក់ថាប្រើផែនទីខ្នាត1លើ200,000ក្នុងការបោះបង្គោលព្រំដែនម្ដងសនោះទេហើយអត់មានបញ្ជាក់ថាការបោះបង្គោលព្រំដែនម្ដងសនេះហ្នឹងគឺប្រើផែនទីដែលបារាំងគេធ្វើឲ្យយើងហើយក៏មិនបានបញ្ជាក់ពីបោះទៅតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ដែរហើយក៏បានបញ្ជាក់ពីការប្រើប្រាស់អនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ឬ MOU ឆ្នាំ2000ក្នុងការបោះបង្គោលនឹងផងដែរហើយអត់មានបានបញ្ជាក់ទេមានតែចំណុចមួយគេនិយាយពីចំណុចចុងក្រោយនេះគឺថានិយាយពីការដោះមីនគឺនិយាយពីសកម្មភាពគេថាត្រូវធានាសុវត្ថិភាពពីក្របមីនដោយអនុលោមតាមមាត្រា3នៃ MOU ឆ្នាំ2000អញ្ចឹងគឺ MOU ឆ្នាំ2000នេះគេនិយាយតែពីការដោះមីនទេប៉ុន្តែការកំណត់ព្រំដែនឬការបោះបង្គោលព្រំដែនហ្នឹងគឺអត់មាននិយាយពីការប្រើប្រាស់ MOU ឆ្នាំ2000ឬក៏ផែនទីខ្នាត1លើ200,000ទេអញ្ចឹងហើយបានជាធ្វើឲ្យថៃហ្នឹងមានលេសដើម្បីប្រើផែនទីខ្នាត1លើ50,000ដែលជាផែនទីគូសដោយឯកតោភាគីរបស់ថៃអញ្ចឹងបានជាការបោះបង្គោលម្ដងសោះនេះគឺថាយើងសង្ស័យថាដោយតែថៃគេអះអាងចឹងឯងគឺប្រើផែនទីខ្នាត1លើ50,000មិនមែនប្រើផែនទីខ្នាត1លើ200,000ដោយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអះអាងនោះទេអញ្ចឹងហើយបានជាធ្វើឲ្យបាត់ដីខ្មែរយើង
ព្រោះយើងអត់បានចងនៅក្នុងសេចក្តីប្រកាសរួមឬក៏ការព្រមព្រៀងគ្នានេះប្រើផែនទីខ្នាតមួយលើ200,000ណាអញ្ចឹងហើយបានជាថៃពួកឯងស្រាច់ចិត្តនៅលើការបោះបង្គោលព្រំដែនបដោះអាសន្នហ្នឹងបើសិនជាបញ្ជាក់ថាប្រើ MOU ឆ្នាំ2000អាហ្នឹងក៏វាជារឿងត្រឹមត្រូវដែរព្រោះ MOU ឆ្នាំ2000នេះយើងឃើញថា MOU ឆ្នាំ2000នេះគឺមានបញ្ជាក់ពីការប្រើផែនទីខ្នាតមួយលើ200,000ហើយនឹងសន្ធិសញ្ញាប្រាំងសៀបឆ្នាំ1904 1907ប៉ុន្តែអត់មានបញ្ជាក់នោះទេនៅក្នុងកិច្ចព្រមព្រៀងហ្នឹងដូច្នេះជាសរុបមកយើងយល់ថាការបោះបង្គោលម្ដងអាសន្នចន្លោះបង្គោលលេខ42ដល់47ហើយនឹងចន្លោះបង្គោលលេខ52ដល់54នៅស្រុកកំរៀងខេត្តបាត់ដំបងហ្នឹងគឺថាធ្វើបាត់បង់ដីខ្មែរយើងច្រើនមែនទែនដូចដែលលោកហ៊ុនសែនគាត់ធ្លាប់ធ្វើព្រំដែនជាមួយវៀតណាមចឹងឯងកាលណាវៀតណាមចូលមកដល់កន្លែងណាគឺគេកាត់តម្រឹមត្រឹមហ្នឹងកំណត់ព្រំដែនថ្មីត្រឹមហ្នឹងកាត់ទឹកដីហ្នឹងទៅឲ្យវៀតណាមទៅដើម្បីសងគុណវៀតណាមដែលបានលើកបន្ទប់គាត់ឲ្យកាន់អំណាចតាំងពីទសវត្សរ៍ទី80ឥឡូវនេះជាមួយថៃដូចគ្នាយ៉ាងដែរគឺថាចរចាគ្នា25ឆ្នាំមកត្រូវទេមកត្រូវរយៈពេលតែ5ថ្ងៃបាទតែផែមួយសប្តាហ៍មកចរចាគ្នាមួយសប្តាហ៍ត្រូវគ្នាហើយយើងចាញ់ព្រៀបយើងចាញ់ព្រៀបជាមួយនឹងសង្គ្រាមធ្វើសង្គ្រាមជាមួយបាទហើយមួយទៀតដោយសារអីដោយសារលោកហ៊ុនសែនគាត់ធ្លាប់បាននិយាយហើយថៃប្រើផែនទីខ្នាតមួយលើ50,000ណាហើយយើងប្រើផែនទីខ្នាតមួយលើ200,000គាត់ថាចរចាគ្នា100ឆ្នាំទៀតក៏មិនត្រូវដែរឃើញហេតុអីមកត្រូវគ្នាក្នុងរយៈពេលខ្លីរយៈពេលមួយសប្តាហ៍ចរចាគ្នា25ឆ្នាំអត់ត្រូវហើយដូចមង្គលលេខ42អញ្ចឹងមកត្រូវគ្នាពេលឥឡូវនេះឃើញអញ្ចឹងមានថាគាត់ធ្វើដូចជាមួយព្រំដែនវៀតណាមអញ្ចឹងគឺថាលោកហ៊ុនសែនឲ្យលោកហ៊ុនម៉ាណែតធ្វើដូចព្រំដែនជាមួយវៀតណាមគឺកាលណាថៃចូលមកដល់ត្រឹមណាដល់កន្លែងណាគឺបោះបង្គោលនៅកន្លែងទីតាំងថ្មីហ្នឹងឯងមិនមែនបោះបង្គោលនៅលើទីតាំងចាស់នៃបង្គោលបារាំងគេបោះនោះទេអញ្ចឹងដូច្នេះមានថាបោះបង្គោលហ្នឹងគឺបោះបង្គោលនៅលើព្រំដែនថ្មីឬក៏ទីតាំងថ្មីនៃបង្គោលបារាំងមិនមែនទីតាំងចាស់នៃបង្គោលបារាំងនោះទេមានថាកាត់ក្បាលតម្រូវមួការដែលបោះបង្គោលម្ដងសន្នជាមួយថៃនេះមានថាកាត់ដីខ្មែរយើងដោយយកសន្តិភាពនិងអំណាចបាទអញ្ចឹងអរគុណអាដាមហ្នឹងហើយយើងពេលវេលាក៏លើសខ្លះឲ្យតែជាប់ជួបជាមួយនឹងអាដាមដឹងតែហ្នឹងហើយមានរឿងច្រើនតែមានរឿងច្រើនទៀតណាត្រូវនិយាយអញ្ចឹងហើយរឿងបញ្ហាប្រទេសជាតិជាពិសេសគឺអាដាមគឺជាអ្នកជំនាញព្រំដែនផ្ទាល់តែម្ដងនេះគឺមានរឿងជាច្រើនដែលក្រោមការដឹកនាំរបស់ទឹកគោលអូកូននឹងធ្វើឲ្យបាត់បង់ទឹកដីហើយដល់អញ្ចឹងការអធិប្បាយនឹងទោះបីជាមួយថ្ងៃ2ថ្ងៃក៏មិនអស់ផងព្រោះវាមានរឿងច្រើនពេកអញ្ចឹងពុកម៉ែបងប្អូនខ្ញុំគ្រាន់តែចង់បញ្ជាក់ចុងក្រោយទេថាទឹកដីព្រំដែនកម្ពុជាថៃនេះគឺជាកន្លែងជំរកទៅដល់ក្រមអ្នកនយោបាយដែលគេថាជំទាស់ជាមួយនឹងរដ្ឋាភិបាលឬក៏អ្នកដែលតស៊ូប្រឆាំងជាមួយអាណានិគមបារាំងហ្នឹងតែងតែយកបញ្ហាយកទីតាំងព្រំដែននេះធ្វើជាឧបករណ៍ជាជំរកដើម្បីបង្កើនកម្លាំងមកតទល់ជាមួយនឹងរដ្ឋាភិបាលនៅក្រុងភ្នំពេញតាំងមានប្រវត្តិតាំងពីដើមទីមកអញ្ចឹងហើយរបបក្រុងភ្នំពេញគឺមិនអោយអ្វីដែលខ្ញុំគិតឬក៏ដែលយើងអាចយោងទៅលើតថភាពប្រវត្តិសាស្ត្រយើងអាចដឹងទាំងអស់គ្នាបងប្អូនគិតមើលទៅថាលោករបបលោកហ៊ុនសែននេះដឹងថាកាលណាថៃត្រូវរៅជាមួយនឹងក្រុមអ្នកនយោបាយជំទាស់ណាមួយផ្ដល់ទីតាំងឬក៏មូលដ្ឋានឲ្យកន្លែងព្រំដែនថៃនឹងទៅអ្នកជំទាស់ហ្នឹងបង្កើតកម្លាំងឬបង្កើតអីគឺវាគ្រោះថ្នាក់ដល់ការកាន់អំណាចរបស់របបក្រុងភ្នំពេញអញ្ចឹងហើយដើម្បីកុំឲ្យមានតលតែកាត់ដីកាត់ទឹកកាត់ដីឲ្យគេអញ្ចឹងហើយបានធ្វើឲ្យរូបហ៊ុនសែនតកូលហ៊ុនហ្នឹងកាន់អំណាចបានយូរយើងឃើញកោះគុតកោះអីហ្នឹងគឺហ៊ុនរបបនេះគ្មានទៅនិយាយអីនិយាយថាកោះគុតនៅតែកោះគុតអីចឹងទៅឲ្យរឿងទឹកដីជាច្រើនទៀតក្រោយសង្គ្រាម5ថ្ងៃនេះគឺយើងឃើញមានការបាត់បង់ទឹកដីច្រើនដោយអាដាមបានរៀបរាប់អញ្ចឹងក៏អរគុណអាដាមហើយក៏សូមបន្តិចសូមខ្លីសូមជឿអាដាមសូមជឿបាទដែលមូលហេតុដែលខ្ញុំក៏ដូចជាសហគ្រាសរបស់ខ្ញុំទៅស្វែងរកផែនទីនេះគឺគោលបំណងទី1គឺដើម្បីដាក់ផែនទីនេះភ្ជាប់ទៅនឹងបណ្ដឹងទៅតុលាការ
យុទ្ធធម៌អន្តរជាតិ ICJ ហើយមួយទៀតដើម្បីយើងសិក្សាស្រាវជ្រាវហើយមួយទៀតគោលបំណងរបស់យើងហ្នឹងគឺដើម្បីផ្សព្វផ្សាយផែនទីហ្នឹងទៅឲ្យកូនខ្មែរយើងបានដឹងអាហ្នឹងជាគោលបំណងនៃការយើងទៅសិក្សាផែនទីនេះទៅស្រាវជ្រាវឬក៏យកផែនទីមកដូចខ្ញុំថាអញ្ចឹងគឺឆ្នាំ2015ខ្ញុំបានទៅយកផែនទីនៅបណ្ណាល័យសភាអាមេរិកនៅវិទ្យាស្ថាន IGN នៅប្រទេសបារាំងនៅអង្គការសហប្រជាជាតិហើយក៏ប៉ុន្តែអាហ្នឹងគឺជាផែនទីជាមួយនឹងប្រទេសវៀតណាមប៉ុន្តែដែលខ្ញុំកំពុងទៅយកផែនទីនេះគឺថាកំពុងទៅយកផែនទីជាមួយនឹងប្រទេសថៃហើយនឹងផែនទីកម្ពុជាជាមួយនឹងប្រទេសឡាវបាទអរគុណ បាទអរគុណអាដាមហើយនឹងហើយក៏ចុងក្រោយបន្តិចក៏សូមផ្ដល់ជាគំនិតដល់បងប្អូនដែរថាអ្វីដែលការប្រឹងប្រែងរបស់ជើងអ្នកជាធិបតេយ្យការប្រឹងប្រែងរបស់អាដាមអ៊ុំសំអាននេះក៏ទុកជាសក្ខីភាពមួយដល់កូនខ្មែរជំនាន់ក្រោយថាក្រោមការដឹកនាំរបស់ឪកូនតកូលហ៊ុននេះធ្វើបាត់បង់ទឹកដីប៉ុន្តែក៏មានវីរៈជនរបស់យើងមួយរូបដែលកំពុងតែតស៊ូក្នុងការការពារទឹកដីយ៉ាងសកម្មមានរដ្ឋាភិបាលឯករាជ្យកម្ពុជាឯករាជ្យ23ដុល្លារមួយកំពុងតែធ្វើកិច្ចការងារយ៉ាងសកម្មក្នុងការការពារទឹកដីដែរទោះបីជាយ៉ាងណាក៏កេរ្តិ៍ឈ្មោះឬក៏អ្វីដែលស្នាដៃរបស់យើងបានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយគឺបានដឹងថាកូនខ្មែរមួយក្រុមឬក៏ប្រជាពលរដ្ឋខ្មែរតំណាងឲ្យគណៈបកសង្គ្រោះជាតិនឹងកន្លះនគរបានធ្វើរឿងនឹងដែរតែរបបនេះឧទាហរណ៍ថាយើងធ្វើបានឬក៏បានក៏វាបន្សល់ទុកស្នាដៃឲ្យកូនចៅជំនាន់ក្រោយបានដឹងដោយអិសរាជជននយោបាយរបស់យើងមុនដែលគាត់បានតស៊ូហើយតស៊ូតាំងពីជំនាន់បារាំងតស៊ូតាំងពីជំនាន់អីផ្សេងដូចសឹងងប់ថាញ់ដូចលុនណុលដូចស្អីអាចារ្យហែមជាវស្អីយើងឃើញហ៎ទោះបីជាបានក្តីមានន័យថាពួកគាត់បានយកជីវិតយកធ្វើបេសកកម្មមួយយ៉ាងមានតម្លៃសម្រាប់បន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញអញ្ចឹងសូមអរគុណអាដាមហើយក៏សូមរីករាយសម្រាប់ថ្ងៃបុណ្យសម្រាប់បុណ្យជាតិដ៏ធំមួយបុណ្យ Thanksgiving Happy Thanksgiving ទាំងអស់គ្នាបាទសូមអរគុណអាដាមហើយក៏សូមជម្រាបលាជនរួមជាតិទាំងអស់គ្នាបាទ បាទជម្រាបលា